បីសាយក្រហមត្រូវការឈ្នះជាចាំបាច់ទៅលើ Brentford នៅក្នុងយប់នេះប្រសិនបើឈ្នះ Brentford យប់នេះហើយនោះប្រកួតបន្ទាប់ប្រសិនបើពួកគេស្មើយ៉ាងហោចណាស់ក៏ស្មើដែរនឹងកក់កៅអី Champions League ដែលពួកគេខកខានលេងក្នុងពាននេះពីរដូវកាលហើយបីសាយក្រហមបាទអញ្ចឹងការប្រកួតយប់នេះទល់ជាមួយនឹង Brentford ជាការប្រកួតដែលសំខាន់បំផុតសម្រាប់ក្រុមបីសាយក្រហម Manchester United ត្រូវការឈ្នះចាំបាច់បើឈ្នះប្រកួតក្រោយទៀតអានឹង 100% បានលេង Champions League រដូវកាលក្រោយហើយខណៈដែលពេលនេះក្រុមបីសាយក្រហមកំពុងតែកាន់កាប់តំបន់លេខ3 Top 3នៅឯ Premier League ល្អគ្រាន់បើតាំងពីការចូលមកកាន់ក្លឹបបាទដឹកនាំសម្រាប់លោក Michael Carrick គាត់ធ្វើបានល្អគូសំមិនជាល្អពេកក៏ប៉ុន្តែមិនជាអន់ពេកគឺល្អបងគូល្អមធ្យមបាទតែខ្ញុំបើរាប់ទៅអាចថាលើសពីមធ្យមបន្តិចព្រោះថា12ប្រកួតទៅហើយលោក Michael Carrick គាត់ដឹកនាំ Man U គឺឈ្នះដល់ទៅ8ស្មើ2ចាញ់តែ2ទេបាទអញ្ចឹងគឺជាកំណត់ត្រាមួយដែលល្អគ្រាន់បើបាទយប់នេះការលេងទល់ជាមួយនឹង Brentford មិនមែនជារឿងងាយស្រួលទេ Brentford នេះគឺជាក្រុមល្អទាំងក្រៅដីទាំងក្នុងដីក៏ប៉ុន្តែ Man U ត្រូវការបន្ទុកជាចាំបាច់ Man U មាន fan ច្រើនពេញពិភពលោកក៏ដូចជានៅកម្ពុជារបស់យើងផងដែរ Man U ត្រូវការឈ្នះចាំបាច់ដើម្បីផ្ដល់ស្នាមញញឹមដល់អ្នកគាំទ្រថារដូវកាលក្រោយពួកគេធានា 100% ឲ្យបានលេងនៅ Champions League ក៏ប៉ុន្តែបើឈ្នះយប់ហ្នឹងក៏មិនបាន 100% ដែរត្រូវការឈ្នះប្រកួតបន្ទាប់ទៀតបាទមកប្រកួតទៀតទើបបាន 100% ឬក៏យ៉ាងហោចណាស់ស្មើក៏បានលេង Champions League រដូវកាលក្រោយដែរអញ្ចឹងសម្រាប់ការលេងទល់ជាមួយនឹង Brentford យប់នេះមិនស្រួលក៏ប៉ុន្តែខ្ញុំគិតថាបាន3ពិន្ទុមិនងាយស្រួលទេទាំង position ball ទាំងការស៊ុតទាំងអីហ្នឹងគឺ Man U មិនលើ Brentford ដាច់ទេព្រោះ Brentford នេះតែងតែផ្ដល់ភាពខូចចិត្តដល់ក្រុមធំៗនៅតំបន់អឺរ៉ុបនៅអង់គ្លេសបងប្អូនបាទអធិស្ឋាននៅអង់គ្លេសតែងតែផ្ដល់ភាពខូចចិត្តដល់ក្រុមធំៗផ្សេងៗនៅអង់គ្លេសតែយប់នេះមិនផ្ដល់ភាពខូចចិត្តដល់ Man U ទេខ្ញុំគិតថា Manchester United នឹងឈ្នះទៅលើ Brentford 2គ្រាប់ទល់នឹង1តឹងដែរតែ3ពិន្ទុគឺបានមក Manchester United